Đầm nângល្អតាមលូកាបើបានប្រៃចិត្តហើយត្រូវញៀកចេញទាំងស្រុងហើយមិនត្រូវប្រព្រឹត្តបែបនោះទៀតឡើយការដែលប្រៃចិត្តហើយតែនៅតែបន្តធ្វើបាបដដែលនោះមិនមែនជាការប្រៃចិត្តពិតប្រាកដទេត្រូវចេះស្កប់ស្កល់នឹងប្រាក់កម្រៃដែលខ្លួនទទួលបានកុំខំប្រឹងស្វែងរកវិធីដើម្បីបានប្រាក់កាន់តែច្រើនពីប្រភពផ្សេងដោយការលោភលន់កុំទម្លាក់កំហុសឬចោទប្រកាន់អ្នកដទៃដោយអយុត្តិធម៌នៅរឿងដែលគេមិនបានធ្វើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាហើយបានចាត់ព្រះយេស៊ូវឲ្យមកសង្គ្រោះយើងដែលជាមនុស្សអាក្រក់យ៉ាងណាយើងក៏ត្រូវមានចិត្តមេត្តាចំពោះមនុស្សអាក្រក់យ៉ាងនោះដែរទោះជាសត្រូវក៏ដោយក៏ត្រូវស្រឡាញ់និងប្រព្រឹត្តល្អចំពោះគេចូលផ្ដាល់អ្វីដែលគេត្រូវការដោយមិនបាច់គិតចង់បានការតបស្នងមកវិញឡើយកាលណាស្រឡាញ់សត្រូវដែលប្រព្រឹត្តអាក្រក់ដាក់យើងនោះរង្វាន់នៅស្ថានសួគ៌នឹងមានកាន់តែធំនិងបានចូលនគរស្ថានសួគ៌ចូលប្រើប្រាស់ទ្រព្យសម្បត្តិដែលបងប្អូនមានដើម្បីជួយអ្នកដទៃឲ្យគេបានស្គាល់ពីសេចក្តីយុត្តិធម៌សេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់មានវិធីមួយដើម្បីសន្សំទ្រព្យសម្បត្តិទុកនៅស្ថានសួគ៌គឺការលក់ទ្រព្យសម្បត្តិដែលខ្លួនមានហើយយកទៅប្រើប្រាស់ក្នុងអំពើល្អសម្រាប់មនុស្សលោកការលក់ទ្រព្យដើម្បីយកទៅចែកទានទើបអាចចូលនគរស្ថានសួគ៌បានប៉ុន្តែបើផ្ដោតតែការសន្សំនិងពង្រីកទ្រព្យសម្បត្តិតើអាចចូលនគរស្ថានសួគ៌បានយ៉ាងដូចម្តេចហេតុនេះហើយបានជាព្រះយេស៊ូវមានបន្ទូលយ៉ាងច្បាស់ថាអ្នកមានមិនអាចចូលនគរស្ថានសួគ៌បានឡើយពីព្រោះថាមនុស្សម្នាក់ក្លាយទៅជាអ្នកមានក៏ពីព្រោះតែគេខំសន្សំទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯងមនុស្សដែលលុកទ្រព្យសម្បត្តិដើម្បីធ្វើអំពើល្អដល់អ្នកដទៃជានិច្ចមិនអាចក្លាយទៅជាអ្នកមានស្តុកស្ទាំបានឡើយម៉ែងតែអ្នកស្ម័គ្រចិត្តមិនធ្វើជាអ្នកមានទើបអាចចូលនគរស្ថានសួគ៌បានតើបងប្អូនទទួលបានអំណោយទានច្រើនមែនទេបើដឹងថាខ្លួនពូកែខាងអ្វីហើយមិនយកសមត្ថភាពនោះទៅបម្រើសង្គមទេបុគ្គលនោះនឹងត្រូវព្រះជាម្ចាស់ស្ដីបន្ទោសតើបងប្អូនបានអានព្រះគម្ពីរច្រើននិងរស់នៅក្នុងជីវិតជំនឿក្នុងក្រុមជំនុំយូរហើយដើម្បីចង់ដឹងពីព្រះហឫទ័យរបស់ព្រះជាម្ចាស់មែនទេបើមនុស្សបែបនោះបែរជារស់នៅដូចមនុស្សលោកទូទៅហើយមិនលះបង់ដើម្បីអ្នកក្រខ្សោយតែគួរដែរឬទេមនុស្សសាសនាបែបនេះនឹងត្រូវរងការវាយផ្ចាន់ដោនិងការសួរដេញដោលកាន់តែខ្លាំងនៅស្ថានសួគ៌អ្នកដែលដឹងសពគ្រប់តែមិនអនុវត្តតាមនឹងត្រូវទទួលការជំនុំជម្រាបយ៉ាងធ្ងន់ធ្ងរបំផុតដូច្នេះចូលប្រែចិត្តហើយកែប្រែជីវិតឡើងវិញបើមិនប្រែចិត្តទេក៏មិនអាចចូលនគរស្ថានសួគ៌បានជាដាច់ខាតចូលប្រព្រឹត្តល្អចំពោះជនពិការចូលមានចិត្តស្មោះត្រង់ឲ្យអស់ពីសមត្ថភាពក្នុងកិច្ចការតូចតាចដែលបានប្រគល់ឲ្យបើជាមេផ្ទះត្រូវចាត់ទុកថាជាការត្រាស់ហៅពីព្រះអង្គហើយត្រូវខិតខំធ្វើកិច្ចការផ្ទះឲ្យអស់កម្លាំងកាយចិត្តទោះបីជាអាជីវកម្មដែលបងប្អូនមានមើលទៅហាក់ដូចជាទាបថោកក៏មិនត្រូវគិតបែបនោះដែរពីព្រោះព្រះជាម្ចាស់បានអនុញ្ញាតឲ្យបងប្អូនធ្វើកិច្ចការនោះតាមសមត្ថភាពដែលបងប្អូនអាចធ្វើបានដូច្នេះកុំមើលងាយការងារនោះអីប៉ុន្តែត្រូវធ្វើវាឲ្យអស់កម្លាំងសមត្ថភាពដោយចិត្តដឹងគុណត្រូវថ្វាយសិរីល្អទាំងអស់ទៅព្រះអម្ចាស់តែមួយព្រះអង្គគត់តើបងប្អូនឃើញអ្នកដទៃធ្វើបាបដែរទេតើបងប្អូនធ្លាប់បានជួយឲ្យអ្នកដទៃធ្វើបាបដែរទេបើដូច្នេះចូលប្រញាប់ប្រែចិត្តភ្លាមហើយនៅពេលឃើញអ្នកដទៃដើរផ្លូវខុសពីព្រះបន្ទូលកុំបណ្ដោយឲ្យគេវិនិច្ឆ័យទៅតាមយថាកម្មដោយគិតថាជារឿងផ្ទាល់ខ្លួនរបស់គេឡើយចូលខំបញ្ចូលចិត្តដោយគេងាកចេញពីបាបដើម្បីឲ្យគេអាចត្រឡប់មករកព្រះអម្ចាស់វិញបើត្រូវស្ដីបន្ទោសក៏ត្រូវតែស្ដីបន្ទោសដែរប៉ុន្តែបើគេដឹងខ្លួនថាខ្ញុំរស់នៅខុសហើយគេស្ដាយគ្រាប់ហើយប្រែចិត្តនោះត្រូវទទួលគេដោយក្តីស្រឡាញ់ផ្ដល់កម្លាំងចិត្តនិងជួយគេគ្រប់បែបយ៉ាងដើម្បីឲ្យគេដើរលើផ្លូវត្រឹមត្រូវវិញតើបងប្អូនបានឮបញ្ជាពីព្រះជាម្ចាស់ធ្វើអ្វីដែរទេតើបងប្អូនមានអារម្មណ៍ថាការងារនោះជាមេសកម្មដែលបងប្អូនត្រូវធ្វើមែនទេបើដូច្នេះចូលស្ដាប់បង្គាប់ដោយស្ងៀមស្ងាត់ហើយដាក់ខ្លួនគិតថាខ្លឹមក្រាន់តែបានធ្វើកិច្ចការដែលត្រូវធ្វើប៉ុណ្ណោះពេលអធិដ្ឋាន
ត្រីយកដៃកោះទ្រូងហើយអធិដ្ឋានដោយចិត្តសោកសៅថាទូលបង្គំជាមនុស្សបាបសូមមេត្តាប្រោសប្រណីទូលបង្គំផងនោះព្រះជាម្ចាស់នឹងប្រោសប្រណីហើយដឹកនាំបងប្អូនឲ្យរស់នៅបានត្រឹមត្រូវចំពោះអ្នកដែលគិតថាខ្ញុំរស់នៅល្អហើយខ្ញុំមិនដូចមនុស្សទាំងនោះទេខ្ញុំជាប្រជារាជស្ថានសួគ៌ព្រះជាម្ចាស់មិនអាចសង្គ្រោះអ្នកនោះបានឡើយម៉ែងតែអ្នកដឹងខ្លួនយ៉ាងជ្រាលជ្រៅថាខ្ញុំពិតជាមនុស្សបាបមែនខ្ញុំមិនអាចធ្វើអ្វីបានដោយកម្លាំងខ្លួនឯងទេហើយដាក់ខ្លួនទូលសុំថាសូមព្រះអង្គជួយទូលបង្គំផងទើបអាចទទួលបានការសង្គ្រោះតើបងប្អូនធ្លាប់គិតថាការបារម្ភពីជីវិតជាបាបដែរទេការបារម្ភគឺជាបាបអ្នកដែលរស់នៅក្នុងសេចក្តីបារម្ភគឺជាមនុស្សអាក្រក់ដូច្នេះបើមានសេចក្តីបារម្ភត្រូវប្រាយចិត្តជាបន្ទាប់នៅគ្រាចុងក្រោយពេលដែលរឿងអាក្រក់កើតឡើងត្រូវត្រៀមខ្លួនដោយការអធិដ្ឋានជាមុនសិនដើម្បីសុំកម្លាំងឲ្យអាចគេចផុតបានត្រូវរស់នៅដោយការស្ដាប់បង្គាប់ជារៀងរាល់ថ្ងៃដើម្បីត្រៀមខ្លួននៅពេលដែលយើងស្លាប់ទៅហើយត្រូវឈរនៅចំពោះព្រះផាកប្រាក់យេស៊ូវ